សិក្សាអំពីរូបមន្តរែងគឺជាការកណនីរោគចំណាត់ថ្នាក់ syntax បាទស្មើរែងបើកមកកញ្ចក់ number បាទ comma មក reference comma មក order តោះអញ្ចឹងយើងមើលការអនុវត្តអញ្ចឹងទី1គឺយើងត្រូវមានទិន្នន័យប៉ុណ្ណឹងសិនអញ្ចឹងទិន្នន័យនេះក្រោយយើងវាចូលរួចហើយគឺយើងចាប់ផ្ដើមបាទរករូបមន្តរែងនៅលើនេះតោះអញ្ចឹងទី1គឺយើងselect លើ cell លើគេនេះមកបន្តមកទៀតវាសញ្ញាស្មើបាទ RANK តមកទៀតគឺយើង select យកនេះក្រោមគេផុតនេះរួច select លើបាទលេខបាទលើគេនេះ comma មួយមករួចយើង select លើ cell ហ្នឹងទាំងអស់បាទបន្តមកទៀតគឺយើងចុច F4 បាទ key F4 ហ្នឹងពេលចុចទៅឃើញចេញដុល្លារមកទាំងអស់រួចចុច enter តែម្ដងបាទបន្តមកទៀតយើងคลิกលើ cell ហ្នឹងហើយដាក់សញ្ញាលេខបូកខ្មៅ off វាមកបាទអញ្ចឹងយើងឃើញលទ្ធផលហើយគឺបន្ទុកខ្ពស់ជាងគេគឺចំណាត់ថ្នាក់លេខ1អញ្ចឹងយើងមើលធំជាងគេគឺ85លេខ1តបទៀតលេខបាទ84.66នេះគឺលេខ2បាទហើយលេខ3គឺ81.66បាទលេខ4 73ហើយលេខ5គឺបាទ45បាទអញ្ចឹងយើងឃើញលទ្ធផលហើយយើងចាប់ផ្ដើមតម្រៀបលេខ1ឡើងទៅលើអញ្ចឹងយើងគ្រាន់តែคลิกលើ rang នឹងមកបន្តមកទៀតចុចលើពាក្យថា delta រួចយកពាក្យនេះ sort a មកសិតមកគឺលេខ1លេខ2ឡើងមកចេះបន្តមកទៀតគឺយើងមើលតទៀតយើងត្រូវការបាទដាក់លេខរៀងសាស្ត្រថ្មីឲ្យយើងគ្រាន់តែបាទលុបវាចោលសិនបន្តមកទៀតគឺយើងវាលេខ1បាទលេខ2ចឹងមកយើងអាចអូសលេខនេះតែម្ដងឬមួយទៀតគឺយើងចង់ដឹងទិន្នន័យនឹងឲ្យច្បាស់គឺយើងអាចបដូរទិន្នន័យណាមួយឲ្យដូចគ្នាមកឧទាហរណ៍ទិន្នន័យអ្នកលេខ2ហើយនិងអ្នកលេខ3ខ្ញុំបដូរឲ្យដូចគ្នាឧទាហរណ៍90ដូចគ្នាបាទបន្តមកទៀត85បាទបន្តមកទៀត79បាទអញ្ចឹងបើករណីទិន្នន័យដូចគ្នាចេះអញ្ចឹងនាំឲ្យមានលេខ2ហ្នឹងគឺ2នាក់អញ្ចឹងលេខ1ម្នាក់លេខ2 2នាក់អញ្ចឹងអត់មានលេខ3ទេគឺមានអ្នកលេខ4តែម្ដងហើយលេខ5តែម្ដងអញ្ចឹងហ្នឹងជាប្រភេទចំណាត់ថ្នាក់ហើយតោះអញ្ចឹងយើងត្រូវការ copy រូបមន្តមើលយើង select លើនឹងមកហើយ copy រូបមន្តលើនេះមកស្ដាម copy បាទបន្តមកទៀតគឺយើង select លើ cell ចិត្តនឹងមករួចយើងវាយ post ត្រោះតមកទៀតគឺយើងមកស្ដាមរួចយកពាក្យ paste បាទអញ្ចឹងនេះឯងគឺរូបមន្តដែលយើងប្រើ select លើនឹងមកយើងអាចដាក់ពណ៌ក្រហមចំណាំមកបាទអញ្ចឹងប៉ុណ្្នឹងឯង